Bạn số xây bằng ôn có khía để tay tạm đàn video được trong channel làm ai Coffee Learning. Bạn dương chụp kia chỉ bật to tiệt hơi được trong cầm rong video được lấy tiệt tông từ ca và pra cam thi Microsoft Excel. Hay được trong video thấy như trong lợi dụng nơi chủng ngõរបស់បងប្រុសម្នាក់ដែលគាត់មានចម្ងល់ទាក់ទងទៅនឹងការបង្កើតជា drop down list ដើម្បីដាក់សញ្ញា tick ឬក៏សញ្ញាខ្វែងទៅក្នុងឯកសាររបស់គាត់អញ្ចឹងទាក់ទងទៅនឹងការដាក់សញ្ញានេះតាមរយៈ drop down list គឺខ្ញុំបង្ហាញនៅរបៀប2បាទរបៀបទី1គឺយើងអាចធ្វើបញ្ជី drop down list ដោយប្រើអក្សរ P និងអក្សរ O ដោយជំនួសអក្សរ P ដោយសញ្ញា tick ហើយនិងជំនួសអក្សរ O ដោយសញ្ញាខ្វែងហើយនឹងចំណុចទី2របៀបទី2គឺយើងអាចដាក់ជាសញ្ញា tick សញ្ញាខ្វែងនៅក្នុង drop down list យើងតែម្ដងក៏បានដែរបាទអញ្ចឹងខ្ញុំនឹងបង្ហាញពីរបៀបនេះថាតើយើងដាក់សញ្ញាពីរហ្នឹងដោយរបៀបម៉េចបាទអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅកាន់វីដេអូមេរៀនទាំងអស់គ្នាបាទតោះឥឡូវយើងចូលមកកាន់វីដេអូកលឹះទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូដែលខ្ញុំត្រូវធ្វើការបង្ហាញទាក់ទងទៅនឹងការដាក់សញ្ញា tick និងសញ្ញាខ្វែងនៅក្នុងការងាររបស់យើងដែលខ្ញុំនឹងបង្ហាញពីរបៀបទាក់ទងទៅនឹងការធ្វើ drop down list ដើម្បីដាក់សញ្ញាហ្នឹងបាទអញ្ចឹងរបៀបទី1គឺយើងប្រើអក្សរ P ដើម្បីជំនួសឲ្យសញ្ញា tick ហើយនិងអក្សរ O ជំនួសដោយសញ្ញាខ្វែងអញ្ចឹងដើម្បីអាចបង្កើត drop down list តាមរបៀបនឹងបានអញ្ចឹងអ្នកទាំងគ្នាត្រូវ select លើតំបន់ដែលយើងចង់ដាក់ drop down list បាទបើយើងចង់ដាក់ទាំងអស់យើង select ទាំងអស់ចឹងមកប៉ុន្តែជាក់ស្ដែងនេះគឺខ្ញុំចង់ដាក់តែ2ជួរឈរទេគឺត្រង់ពេចហើយនឹងសភៅអញ្ចឹងខ្ញុំ select តែ2ជួរឈរចឹងមកបន្តមកទៀតយើងចូលទៅកាន់កន្លែង data ហើយយើងយកពាក្យថា data validation បន្តមកទៀតកន្លែងនេះយើងយកពាក្យថា list កន្លែងណាយកពាក្យថា list មកបាទបន្តមកទៀតកន្លែងនេះគឺអ្នកទាំងគ្នាវាបញ្ចូលមកសញ្ញា tick គឺតាមដោយអក្សរ P អញ្ចឹងយើងប្រើអក្សរ P ធំហើយយើងដាក់ comma មកបន្តមកទៀតអក្សរ O គឺតំណាងឲ្យខ្វែងអញ្ចឹង P តំណាងឲ្យ tick ហើយអក្សរ O គឺតំណាងឲ្យខ្វែងបន្ទាប់ពីយើងកំណត់រួចហើយយើងអូខេមកអញ្ចឹងដល់ពេលយើងកំណត់បែបនេះបានហើយយើងនឹងបង្កើតមកជា drop down list នេះឃើញឃើញមានអក្សរ O អក្សរ P ប៉ុន្តែបញ្ហានៅត្រង់ថានៅពេលដែលយើងដាក់អក្សរ P វាចេញអក្សរ P ដាក់អក្សរ O វាចេញអក្សរ O អញ្ចឹងវាអត់ចេញនិមិត្តសញ្ញា tick និងខ្វែងទេអញ្ចឹងដើម្បីអាចចេញសញ្ញា tick និងខ្វែងអ្នកទាំងគ្នាត្រូវដូរ font អក្សររបស់វាយើងគាត់នឹង select លើទីតាំងដែលយើងបានកំណត់បាញ់មិញតមកទៀតយើងចូលទៅកាន់កន្លែង menu home ហើយយើងយកពាក្យយកកន្លែងត្រង់ពណ៌ font ហ្នឹងគឺយើងត្រូវជ្រើសរើសយក font មួយ font ហ្នឹងគឺនៅក្នុង computer ណាក៏មានដែរដែលវាដាក់ឈ្មោះថា Winding 2បាទនេះបាទនេះ Winding 2ណាអញ្ចឹងយើងជ្រើសរើសយក font មួយហ្នឹងមកអញ្ចឹងវាបដូរទៅជាសញ្ញា tick និងសញ្ញាខ្វែងខ្ញុំសញ្ញាគិតថាទំហំនឹងវាតូចវាធំអីគឺយើងអាចកែទំហំកន្លែងនេះបានបាទកែទំហំយើងអាចដូរពណ៌ដូរអីបានកន្លែងហ្នឹងណាបាទអញ្ចឹងនៅពេលដែលយើងបដូរ font រួចហើយអញ្ចឹងយើងចុចមកកន្លែងផ្សេងមកអញ្ចឹងអក្សរ O អក្សរ P វានៅតែបង្ហាញដដែលក៏ប៉ុន្តែនៅពេលដែលយើងចុចបដូរមកគឺវាទៅជាសញ្ញា tick បាទឃើញទេបាទបដូរបានបាទនោះគឺចំណុចទី1ទាក់ទងទៅនឹងការដាក់សញ្ញា tick សញ្ញាខ្វែងដោយការប្រើប្រាស់អក្សរ P និងអក្សរ O ដល់ពេលចំណុចទី2របៀបទី2ដាក់សញ្ញា tick សញ្ញាខ្វែងដូចគ្នាដែរក៏ប៉ុន្តែគឺយើងដាក់និមិត្តសញ្ញា tick និងខ្វែងនៅលើ drop down list នោះតែម្ដងអញ្ចឹងដើម្បីអាចធ្វើបានគឺអ្នកទាំងគ្នាត្រូវ select លើតំបន់ដែលយើងចង់ដាក់ជា drop down list បាទដូចជាចំណុចទី1ដែរជ្រើសរើសតំបន់រួចយើងចូលទៅកាន់ menu data បន្តមកទៀតយើងជ្រើសរើសយកពាក្យថា data validation ហើយយើងយកពាក្យថា list ដូចគ្នាបាទ list បន្តមកទៀតកន្លែងនេះគឺអ្នកទាំងគ្នាត្រូវដាក់សញ្ញា tick សួរថាតើសញ្ញា tick យើងយកមកពីកន្លែងណាអញ្ចឹងដើម្បីអាចបានសញ្ញា tick អ្នកទាំងគ្នាត្រូវប្រើ shortcut key មួយគឺប៊ូតុង window ជាមួយនឹងសញ្ញាចុចបាទអញ្ចឹងដល់ពេលចុច shortcut key នឹងមកគឺវាចេញផ្ទាំងនេះមួយ emoji អញ្ចឹងអ្នកទាំងគ្នា select ត្រង់កន្លែងនេះរូបគណិតវិទ្យាហ្នឹងកន្លែង symbol ចុចលើវាហើយយើងនឹងឃើញមានសញ្ញាខ្វែងសញ្ញា tick អញ្ចឹងបើយើងចង់បានសញ្ញា tick ចុចសញ្ញា tick មកបាទបន្តមកទៀតយើងដាក់ក្បៀសមួយមកឬ comma ហ្នឹងក្បៀសមួយបន្តមកទៀតយើងចុចប៊ូតុង window ជាមួយនឹងសញ្ញាចុចម្ដងទៀតហើយយើងជ្រើសរើសយកសញ្ញាខ្វែងម្ដងបាទសញ្ញាខ្វែងនិងសញ្ញាខ្វែងបាទហើយយើងទាក់ទងទៅនឹងការដាក់សញ្ញា tick សញ្ញាខ្វែងគឺអ្នកទាំងគ្នាអាចជ្រើសរើសយកខ្វែងទុយខ្វែងធំនេះក៏បានដែរដាក់សញ្ញាធំនេះក៏បានដែរបាទប៉ុន្តែខ្ញុំគិតថាវាស្អាតអញ្ចឹងខ្ញុំយកសញ្ញាខ្វែងដែលមាននៅកន្លែងនេះបាទតោះពីយើងជ្រើសរើសហើយបិទវាមក
ហើយយើងចុច OK បាទឥឡូវយើងចាប់ផ្ដើមចុចមកបាននេះយើងឃើញមានសញ្ញាធីកសញ្ញាខ្វែងយើងជ្រើសហើយបាទបើយើងចង់បានធីកខ្វែងយើងយកខ្វែងបើយើងចង់បានធីកយើងយកធីកបាទអញ្ចឹងអានេះគឺជាពីររបៀបទាក់ទងទៅនឹងការបង្កើត drop down list ដើម្បីដាក់សញ្ញាធីកនិងសញ្ញាខ្វែងចំណុចទី3ដែលខ្ញុំចង់ធ្វើការបង្ហាញចង់បង្ហាញថានៅពេលដែលយើងចង់ជ្រើសសញ្ញាខ្វែងឲ្យវាចេញពណ៌ក្រហមឬក៏ចេញពណ៌ខៀវឬក៏ចេញតាមពណ៌ដែលយើងចង់បានថាទៅយើងទៅកំណត់វាបែបម៉េចបាទអញ្ចឹងចំណុចទី1ឥឡូវខ្ញុំដាក់ត្រង់នៅក្នុងចំណុចទី1ដែលយើងប្រើអក្សរ P អក្សរ O ជំនួសឲ្យសញ្ញាធីកសញ្ញាខ្វែងអញ្ចឹងដើម្បីដាក់ពណ៌វាឥឡូវខ្ញុំឧទាហរណ៍តាមគំរូនេះចុះមានន័យថាសញ្ញាខ្វែងខ្ញុំចង់ដាក់ពណ៌ក្រហមតែយើងទៅធ្វើម៉េចបាទអញ្ចឹងមានថានៅពេលដែលយើងរៀងរាល់ដាក់ខ្វែងគឺឲ្យវាលោតក្រហមដោយស្វ័យប្រវត្តិអញ្ចឹងដើម្បីអាចធ្វើបានទី1គឺអ្នកទាំងគ្នា select លើតំបន់ដែលយើងចង់កំណត់ពណ៌វាឲ្យលោតដោយស្វ័យប្រវត្តិបន្តមកទៀតអ្នកទាំងគ្នាចូលមកកាន់កន្លែង home ហើយយកពាក្យថា conditional formatting បន្តមកទៀតយកពាក្យថា new role បាទអញ្ចឹងកន្លែងនេះគឺអ្នកទាំងគ្នាជ្រើសរើសយកចំណុចចុងក្រោយគេគេដាក់ថា user formula ចុចលើចំណុចហ្នឹងហើយយើងចុចត្រង់សញ្ញាព្រួយកន្លែងនេះសញ្ញាព្រួយកន្លែងនេះបន្តមកទៀតយើងចុចចំកន្លែងសភៅបាទកន្លែងចំណុចលើគេណាក៏ប៉ុន្តែនៅពេលយើងចុចទៅកន្លែងអាស័យដ្ឋានកន្លែងនេះវាទៅជាចេញដុល្លារអញ្ចឹងអ្នកគ្នាលុបសញ្ញាដុល្លារចេញមកបាទអាចចុចសញ្ញាដុល្លារយើងអាចចុចលុបតាមរយៈបំពេញក៏បានដែរឬក៏អ្នកនរគ្នាគាត់អាចចុចលើសញ្ញានេះមកហើយចុចសញ្ញា F4 នៅលើ keyboard ចុចមកយើងឃើញសញ្ញាវារត់ដូរបាទអញ្ចឹងយើងមិនបាច់ដាក់សញ្ញាដុល្លារទេបាទអញ្ចឹងយើងដាក់មកដោយសារតែកន្លែងសភៅនឹងប៊ិចមិញសញ្ញាធីកសញ្ញាខ្វែងគឺខ្ញុំប្រើអក្សរ O និងអក្សរ P បាទអញ្ចឹងបើសិនបើក្នុងឧទាហរណ៍នេះខ្ញុំចង់ដាក់ឲ្យសញ្ញាខ្វែងចេញពណ៌ក្រហមអញ្ចឹងដោយសារសញ្ញាខ្វែងតាំងដោយអក្សរ O អញ្ចឹងកន្លែងនេះខ្ញុំបែរសញ្ញាស្មើមកដាក់សញ្ញាថ្មីកដោ2ជាភាសាអង់គ្លេសហើយបែរអក្សរ O អក្សរ O ធំណាបាទយើងដាក់សញ្ញាថ្មីកដោមកវិញហើយយើងយកចង់ប្រើសញ្ញាព្រួយកន្លែងនេះហើយយកពាក្យថា format បាទនេះអញ្ចឹង format នេះកន្លែងនេះគឺយើងជ្រើសរើសពណ៌មកកន្លែង font តួអក្សរអញ្ចឹងកន្លែង color នេះគឺខ្ញុំជ្រើសរើសយកពណ៌ក្រហមបើយើងចង់ចាក់ផ្ទៃទៀតកន្លែងពណ៌ផ្ទៃខ្ញុំបានដាក់ទេអញ្ចឹងខ្ញុំចាក់តែពណ៌តួអក្សរដាក់ក្រហមអញ្ចឹងយើងចុច OK មកOK ទៀតមកបាទអញ្ចឹងយើងឃើញកន្លែងសញ្ញាខ្វែងនេះវាចេញពណ៌ក្រហមប៉ុន្តែបើយើងបដូរទៅជាសញ្ញាធីកវិញធីកគឺតាមអក្សរ P អញ្ចឹងវាចេញពណ៌ខ្មៅបាទពណ៌ខ្មៅអញ្ចឹងយើងដាក់ខ្វែងគឺអក្សរ O ចេញពណ៌ក្រហមបាទបែបនេះទៅបាទអានេះគឺរបៀបនៃការដាក់ពណ៌បើយើងចង់ដាក់សញ្ញាធីកមួយទៀតឧទាហរណ៍ថាសញ្ញាធីកយើងត្រូវការពណ៌ខៀវអញ្ចឹងពណ៌ខៀវយើងអាច select លើវាមកបាទហើយយើងយកពាក្យថា home ហើយយើងជ្រើសយកពាក្យថា conditional formatting យកពាក្យថា new role ហើយចុចកន្លែង user formula ដូចគ្នាហើយយើងចុចត្រង់ក្បាលព្រួយហើយយើងចុចត្រង់កន្លែងកាឡាទី1ដែលយើងមក select ចាប់ផ្ដើមដំបូងណាបន្តមកទៀតយើងដោះសញ្ញាដុល្លារចេញយើងចង់លុបសញ្ញាដុល្លារដោយប្រើ keyboard ក៏បានឬយើងប្រើ F4 ក៏បានចុច F4 លើ keyboard មកវាបដូរឲ្យយើងអញ្ចឹងយើងមិនប្រើទេហើយដាក់សញ្ញាស្មើមកចេញដាក់សញ្ញាធីកម្ដងសញ្ញាធីកគឺតាមដោយអក្សរ P ដាក់អក្សរ P មកសញ្ញាពេញម្ដងមកវិញហើយយើងដាក់សញ្ញាព្រួយហើយយកពាក្យថា format ហើយកន្លែង font នេះគឺយើងជ្រើសរើសបដូរពណ៌វាមកថាយើងចង់បានពណ៌ខៀវយកពណ៌ខៀវមកអូខេទៀតមកបាទអញ្ចឹងគឺយើងឃើញសញ្ញាធីកវាចេញពណ៌ខៀវហើយបើសិនជាដាក់ខ្វែងវាចេញពណ៌ក្រហមនេះទៅបាទហ្នឹងទាក់ទងទៅនឹងការប្រើប្រាស់អក្សរ P និងអក្សរ O ចំណុចទី4ទាក់ទងទៅនឹងការបដូរពណ៌ដូចគ្នាដែរយើងចង់បដូរពណ៌ទាក់ទងនឹងការប្រើប្រាស់សញ្ញាធីកសញ្ញាខ្វែងផ្ទាល់ក្នុង drop down list បាទអញ្ចឹងយើងអនុវត្តតាមគំរូដូចគ្នាបាទអញ្ចឹងកន្លែងនេះយើងឃើញហើយ drop down list របស់យើងគឺ tick ហើយនឹង tick ខ្វែងអញ្ចឹងយើងអនុវត្តដូចគ្នាមកយើង select ត្រង់តំបន់ដែលយើងចង់កំណត់ពណ៌ឲ្យចេញដោយស្វ័យប្រវត្តិបន្តមកទៀតយើងយកពាក្យថា home ហើយយើងយកពាក្យថា conditional formatting បន្តមកទៀតយើងយកពាក្យថាត្រង់កន្លែង new role បាទហើយយើងយកកន្លែង user formula បន្តមកទៀតយើងចុចត្រង់កន្លែងសញ្ញាព្រួយហើយយើងចុចចំកន្លែងកន្លាដែលយើងបាន select ដំបូងគេបំផុតចុចលើវាមកហើយយើងដោះសញ្ញាដុល្លារដូចគ្នាបាទហើយយើងដាក់សញ្ញាស្មើសញ្ញាថ្មីកដោឥឡូវយើងចង់កំណត់ឲ្យសញ្ញាខ្វែងចេញពណ៌ក្រហមអញ្ចឹងយើងឲ្យដាក់សញ្ញាខ្វែងសញ្ញាខ្វែងគឺយើងចុចប៊ូតុង window ជាមួយនឹងសញ្ញាចុចបន្តមកទៀតយើងយកសញ្ញាខ្វែងបន្តមកទៀតយើងចុច
bia máu chạy sinh nhật mình cái đó với máu mình sạc mình cái đó nè hay những smart chúng tôi chạy sinh nhật bạn ruồi dù việc format hay những mặt po với máu mặt po với po hóm ok chạy ok bạn chơi những khơi những ôi để sinh nhật khuấy với tranh po và hóm rồi bây giờ trong đặt sinh nhật thích tranh po bài toán được cái này đấy po kêu được cái này select thôi được cái này home và conditional formatting new role formula chơi sinh nhật ruồiต่อมาទៀតយើងវាយសញ្ញាស្មើយើងចង់វាយសញ្ញាស្មើក៏បានយើងចុចទៅលើទីតាំង cell ដំបូងគេដែលយើងបាន select ក៏បានដែរបាទហើយចុចសញ្ញា F4 លើ keyboard ដើម្បីបំបត្តិសញ្ញាដុល្លារចោលវាយសញ្ញាស្មើសញ្ញាពេញកដោហើយយើងដាក់សញ្ញា tick មកសញ្ញា tick គឺប៊ូតុង window ជាមួយសញ្ញាចុចតមកទៀតយើងដាក់សញ្ញា tick ហើយយើងដាក់សញ្ញាពេញកដោមកវិញសញ្ញាពេញកដោនេះគឺយើងប្រើ shift ជាមួយនឹងកន្លែង apostrophe shift ជាមួយនឹងបន្តនៃភាសាខ្មែររបស់យើងហើយយើងចុចសញ្ញាព្រួយនេះមកយើងចុច format ហើយយើងដាក់ពណ៌ខៀវអូខេបាទឥឡូវចេញពណ៌ខៀវហើយបាទជ្រើសមកបាទចេញពណ៌ខៀវហើយបាទអញ្ចឹងនេះគឺជាវីដេអូទាក់ទងទៅនឹងការបង្កើត drop down list ដើម្បីដាក់សញ្ញា tick និងសញ្ញាខ្វែងនៅក្នុងឯកសារអញ្ចឹងវីដេអូនេះខ្ញុំសូមបង្ហាញតែប៉ុណ្ណឹងបាទមានចម្ងល់អីបងប្អូនអាច comment នៅខាងក្រោមខ្ញុំនឹងព្យាយាមដោះស្រាយចម្ងល់ជូនបងប្អូនបាទសូមអរគុណសូមជម្រាបលា